សុកពិសីប្រកាសបើកបេះដូងឆ្នាំក្រោយកំពុងតារាចម្រៀងសំនៀងផ្អែមកញ្ញាសុកពិសីបច្ចុប្បន្នត្រូវបានគេចាត់ទុកថានាងជាតារាស្រីដែលរក្សាបានការគាំទ្រនិងមានប្រជាប្រិយភាពមិនចេះថមថយនោះឡើយមិនតែប៉ុណ្ណោះសុកពិសីធ្វើត្បិតតែនាងមានវ័យកាន់តែជ្រេបន្តិចមែនក៏ប៉ុន្តែគេនៅតែគិតថាសុកពិសីគឺជារាជិនីសម្រស់ដែលស្រស់ស្អាតខ្លាំងផងដែរដោយឡែកពាក់ព័ន្ធទៅនឹងរឿងរ៉ាវជីវិតស្នេហារបស់តារាចម្រៀងសុកពិសីឯនេះវិញកន្លងមកគឺមានទស្សនិកជននិងអ្នកគាំទ្រមួយចំនួនតែងតែចង់ដឹងគ្រប់គ្នាថាតើដល់ពេលណាទើបនាងសម្រេចចិត្តដឹកដៃបុរសក្នុងក្តីស្រមៃចូលរួមការដោយតារាប្រុសស្រីឯទៀតព្រោះថាពិសីក៏មានវ័យកាន់តែច្រើនក៏ប៉ុន្តែកន្លងមកនាងតែងតែឆ្លើយបដិសេធចំពោះរឿងនេះជាបន្តបន្ទាប់ជាការបកស្រាយមន្ទិលសង្ស័យនិងចម្ងល់របស់អ្នកគាំទ្រគេនៅចាំបានថាកាលពីថ្មីកន្លងទៅតារាចម្រៀងមកស្រទន់កញ្ញាសុកពិសីបានថ្លែងប្រាប់ដោយខ្លីថាកុំភ័យរឿងគូស្រករដល់ពេលណាយកពេលនឹងទៅបើអត់ទេក៏តាមនឹងទៅត្រូវខ្វល់រឿងខំរកលុយឲ្យបានច្រើនទុកពេលចាស់ទៅដើរលេងឲ្យបានណាណីតែម្ដងយ៉ាងណាមិញមុននេះសុកពិសីក៏បានចេញមកបញ្ជាក់ជាថ្មីម្ដងទៀតថាកញ្ញាបានប្រាប់លើឆាករួចហើយថាបើកបេះដូងឆ្នាំក្រោយឲ្យទ្រាំស៊ីងគលមួយឆ្នាំទៀតទៅដើម្បីសុកពិសីបានឬអត់កន្លងមកកញ្ញាធ្លាប់បានលើកឡើងដែរថាកុំគិតថាអ្នកអន់បើរកសង្សារមិនទាន់បានហើយកុំគិតថាអ្នកមានសង្សារសុទ្ធតែមានក្តីសុខពេទ្យគឺមានលុយចាយពេញដែរយកទៅណាក៏បាននឹងមានសុខភាពល្អសូមបញ្ជាក់ផងដែរថារឿងដែលគេកត់សម្គាល់គឺកញ្ញាសុកពិសីអំឡុងពេលនេះកាន់តែត្រូវប៉ាន់ផងដែរនៅក្នុងអាជីពព្រោះពេលខណៈអ្នកគ្រប់គ្រងមើលឃើញថានេះជាជោគជ័យដ៏ធំរបស់តារាស្រីកញ្ញាសុកពិសីទាំងរូបសម្ផស្សអាជីពសិល្បៈនិងមុខជំនួញរបស់នាងនាពេលបច្ចុប្បន្នផងដែរ